សាំងសានឹករលឹកចាំជុំហាងរតីថ្ងៃពេញបរមី15ចុងឆ្នាំបុណ្យវិសាខបូជាគឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងព្រះពុទ្ធសាសនាគេប្រារព្ធធ្វើពិធីបុណ្យនេះគឺដើម្បីរលឹកទៅដល់ព្រឹត្តិការណ៍សំខាន់ៗចំនួន3ដែលតាក់ទងនឹងព្រះសម្មាសម្ពុទ្ធហេតុ3កំណើតប្រវត្តិនស្រីព្រះអង្គទ្រង់ប្រសូតនៅថ្ងៃសុក្រពេញបូរមីខែវិសាខឆ្នាំចមុនគ្រិស្តសករាជ623ឆ្នាំនៅពេលមានព្រះជន្ម29ព្រះវស្សាព្រះអង្គបានយាងទៅសាងភ្នោះក្រោយពីបានក្លាយខ្លួនជាអ្នកបួសអស់រយៈពេល6ឆ្នាំព្រះអង្គក៏បានត្រាស់ដឹងក្លាយទៅជាព្រះសម្មាសម្ពុទ្ធនៅថ្ងៃសុក្រពេញបូរមីខែវិសាខឆ្នាំរកានាវេលាទៀបភ្លឺព្រះបរមគ្រូនៃយើងទ្រង់ចូលបរិនិព្វាននៅថ្ងៃអង្គារពេញបូរមីខែវិសាខឆ្នាំអាសាញ់នៅពេលដែលព្រះអង្គមានប្រជញ្ញ80ព្រះវស្សាទុកធម៌វិន័យជាយានចំលងព្រះពុទ្ធទ្រង់ប្រសូតត្រាស់ដឹងនឹងបរិនិព្វានក្នុងថ្ងៃ15កើតពេញបូរមីខែវិសាខដូចគ្នាគឺខុសតែឆ្នាំប៉ុណ្ណោះដូច្នេះបុណ្យវិសាខបូជាគឺតំណាងឲ្យថ្ងៃទាំង3នេះឯងវិសាខបូជាថ្ងៃអង្គចាបុណ្យវិសាខបូជាបុណ្យមួយយ៉ាងសំខាន់ក្នុងព្រះពុទ្ធសាសនារាប់បានថាជាពុទ្ធានុសារណកិច្ចដ៏សំខាន់សម្រាប់រំលឹកទៅដល់ព្រះពុទ្ធសមណគោតមបរមគ្រូនាថ្ងៃពេញបូរមី15កើតខែវិសាខដែលពុទ្ធសាសនិកទាំងអស់តែងតែធ្វើសក្ការៈបូជាប្រកបដោយជំនឿជឿថាជាមហាកុសលដ៏ប្រសើរវិសាខបូជាថ្ងៃអង្គចាបុណ្យព្រះសាសនាធំចំបង